ឡាញ់និងការស្អប់កុំទម្លាប់ប្រើពាក្យធ្ងន់ធ្ងរពេកទៅមនុស្សជុំវិញខ្លួនព្រោះមនុស្សមានចិត្តឆាប់ដឹងខ្លួនឆាប់យល់ឆាប់ឆ្អែតនឹងសម្ដីណាស់មនុស្សត្រង់ផ្សេងមនុស្សមាត់អាក្រក់ផ្សេងកុំគិតថាខ្ញុំត្រង់តែអញ្ចឹងសម្ដីអាក្រក់ពេកឲ្យគេហូបទៅទេក៏គេមិនហូបដែរព្រោះគេឆ្អែតគេលេបមិនចុះពាក្យចាស់ពោលថាសម្ដីសជាតិញាតិសពូជសម្ដីសំដៅទៅជម្រៅនៃចិត្តសម្ដីល្អពិតមានមិត្តច្រើនសម្ដីនាំឲ្យទ្រព្យថ្កុំថ្កើងតែសម្ដីបើហើនកើនតែចំនួននឹងឯង